អ្នកដែលគាត់មើល Band 10 អ្នកទាំងអស់គ្នាពិតជាស្គាល់ជាមួយនឹង Kawan នេះដែលជាបងប្អូនជីដូនមួយរបស់ Band របស់យើងនឹងឯងហើយថ្ងៃនឹងដែរគឺខ្ញុំនឹងនិយាយអំពីធម៌ពលរបស់ Kawan ជាមួយនឹងធម៌ពលរបស់ពូជ Anodai ទាំងអស់ហើយមានសំណួរសួរទៅកាន់ខ្ញុំច្រើនមែនតើអ្នកទាំងអស់គ្នាដែលគេបានសួរខ្ញុំថាតើ Band របស់យើងនឹងអាចប្រែកាឡាទៅជា Alien Anodai នឹងបានអត់ចម្លើយគឺខ្លីហើយងាយៗអ្នកទាំងអស់គ្នា Band របស់យើងនឹងគឺអត់អាចប្រែកាឡាទៅជា Anodai បានទេទោះបីជា Band របស់យើងនឹងមាន energy ឬក៏មានធម៌ពល Anodai ក្នុងខ្លួនខ្លះក៏ដោយដែល version របស់ Band ទាំងអស់ហ្នឹងគឺមានតែ Band 10K មួយនៅក្នុង Band 10 Alien Forte ដែលអាចប្រើជំនួយធម៌ពល Anodai នឹងបានហើយមូលហេតុដែល Band របស់យើងអត់អាច scan ជំនួយនេះលកាបានហ្នឹងគឺដោយសារតែពួក Anodai ឬក៏ជាពួក Alien Anodai ហ្នឹងគឺវាអត់មានជំនួយ DNA ទេហើយ Anodai ហ្នឹងដែររូបរាងផ្ទាល់របស់ Anodai ហ្នឹងគឺបង្កើតចេញពី energy សុទ្ធហ្មងប៉ុន្តែយើងមានឧទាហរណ៍ដូចជា Kawan របស់យើងទោះបីជា Vadona ហ្នឹងគាត់គឺជា 100% Anodai ក៏ដោយនៅពេលដែលគាត់បានរៀបការហើយមានកូនជាមួយនឹង Grandpa Mick ប៉ុន្តែកូនរបស់គាត់ទាំងពីរហ្នឹងគឺអត់មានជាមួយនឹងធម៌ពល Anodai នឹងទាំងអស់មិនថាប្រុសមិនថាស្រីទេប៉ុន្តែបែរជាមានជាមួយនឹងធម៌ពល Anodai ហ្នឹងទៅលើ Kawan របស់យើងវិញដោយសារតែ Kawan របស់យើងហ្នឹងមានជាមួយនឹង DNA របស់មនុស្សហើយច្បូកជាមួយនឹងធម៌ពលរបស់ Anodai ហ្នឹងហើយ Kawan របស់យើងហ្នឹងគឺអាចប្រែកាឡាទៅជា Anodai 100% បានទេប៉ុន្តែបើ Kawan របស់យើងនឹងចង់បានធម៌ពលនឹង 100% Kawan របស់យើងនឹងត្រូវការទៅនៅជាមួយនឹងយាយរបស់ខ្លួនដែលមានឈ្មោះថា Vadona នឹងយ៉ាងតិចណាស់ឲ្យបាន50ឆ្នាំហើយធម៌ពលទី1ដែល Kawan របស់យើងអាចនឹងមាននឹងគឺជាធម៌ពល Immortality ឬក៏យើងនិយាយថាមនុស្សដែលអត់ចេះស្លាប់ប៉ុន្តែ Kawan របស់យើងនឹងគឺអត់ចង់ធ្វើអញ្ចឹងទេអ្នកទាំងអស់គ្នាមូលហេតុនឹងគឺដោយសារតែធម៌ពល Being ឬក៏ Mana Form របស់គាត់នឹងគឺមានគ្រោះថ្នាក់ដល់មនុស្សជុំវិញខ្លួនបញ្ហាទី1ហ្នឹងគឺ Kawan របស់យើងអត់អាចនៅចិត្តជាមួយនឹងមនុស្សធម្មតាបានទេឬក៏ប៉ះពាល់ជាមួយនឹងមនុស្សធម្មតាបានទៀតហើយមូលហេតុទាំងអស់ហ្នឹងគឺដោយសារតែនៅពេលដែល Kawan របស់យើងខ្លាចទៅជាមួយនឹង Mana Form របស់គាត់ហ្នឹងបើសិនជាមនុស្សធម្មតាទៅប៉ះគាត់វានឹងស្រូបយកធម៌ពលមនុស្សទាំងអស់ហ្នឹងហើយទោះបីជាគាត់អត់ចង់ឬចង់ក៏ដោយហើយអ្វីដែលសំខាន់ទៀតអ្នកទាំងអស់គ្នាអាចមើលជាមួយនឹងឧទាហរណ៍របស់យាយ Vadona បាននៅពេលដែលគាត់នៅពីក្មេងហ្នឹងគឺឃើញថាគាត់នឹងស្រឡាញ់ជាមួយនឹង Grandpa Mick របស់យើងនឹងខ្លាំងមែនតើប៉ុន្តែនៅពេលដែលគាត់រៀងចាស់បន្តិចគឺគាត់ឈប់តាក់ទងជាមួយនឹង Grandpa Mick ហើយមូលហេតុហ្នឹងនៅពេលដែលពួក Energy Being ឬក៏ពួក Anodai ហ្នឹងគឺប្រែកាយឬក៏ប្រើធម៌ពលរបស់ខ្លួនយូរទៅខ្លួននឹងបាត់សែនជាមនុស្សហើយខ្លួននឹងអត់ចូលចិត្តនៅចិត្តជាមួយនឹងមនុស្សផ្សេងៗដែលខ្លួនឯងធ្លាប់ស្រឡាញ់ទេមិនថាអត់នៅបានទាំងអស់ហើយអ្នកទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថា Kawan របស់យើងនឹងមានធម៌ពល Anodai យាយរបស់ Kawan ក៏មានធម៌ពល Anodai ដូចគ្នាអញ្ចឹងពីរនាក់នឹងអាចនៅចិត្តគ្នាបានព្រោះឯនៅពេលដែលពីរនាក់នឹងប្រើធម៌ពលដូចគ្នាអញ្ចឹងវាដូចជាថ្នាំញៀននឹងអ្នកទាំងអស់គ្នានៅពេលដែល Anodai នឹងនៅចិត្តជាមួយនឹងភពរបស់ខ្លួនឯងកាន់តែយូរខ្លួនឯងនឹងលែងនឹកនេះទៅដល់ភពផ្សេងទៀតហើយនឹងហើយក៏ជាមូលហេតុដែលយាយ Vadona នឹងគឺបានចាក់ចោលកូនរបស់គាត់តាំងពីក្មេងៗមកជាមួយនឹង Grandpa Mick នឹងក៏គាត់អត់នៅស្រឡាញ់ជាមួយនឹង Grandpa Mick របស់យើងតទៀតដែរអត់ស្រឡាញ់អ្នកជុំវិញខ្លួនហ្នឹងគឺមធ្យមឯអ្នកទាំងអស់គ្នាអ្វីដែលពិបាកខ្លាំងជាងនឹងទៀតហ្នឹងយើងនឹងបាត់បង់រូបរាងខ្លួនឯងដូចជាយើងបានជួបជាមួយនឹងបងប្អូនជីដូនមួយរបស់ Band មួយទៀតគឺយើងឃើញថាខ្លួនហ្នឹងខ្លាចទៅជា Energy Being 100% ហ្មងហើយក៏បាននៅចិត្តជាមួយនឹង Grandma Vadona ហ្នឹងដែរអ្វីដែលអស្ចារ្យនៅក្នុងធម៌ពលរបស់ Kawan របស់យើងមួយទៀតហ្នឹងគឺ Grandma Vadona យើងបាន show ហើយឯងដែលគាត់ហ្នឹងបានគិតនៅក្នុងរបស់អីមួយហើយវានឹងកើតចេញមកឧទាហរណ៍ថាគាត់អត់មានជាមួយនឹងទូរស័ព្ទអញ្ចឹងគាត់តែគ្រាន់តែគិតជាមួយនឹងរូបទូរស័ព្ទមកទូរស័ព្ទរបស់គាត់នឹងចេញមកដោយខ្លួនឯងហ្មងដែលគាត់អត់មានបានប្រើជាមួយនឹង technology អីទាំងអស់គឺប្រើតែជាមួយនឹងធម៌ពល Mana របស់គាត់នឹងទេហើយមួយទៀតហ្នឹងនៅពេលដែលគាត់អស់កម្លាំងហ្នឹងគឺគាត់អាចប្រើជាមួយនឹងរបស់ surrounding ឬក៏របស់នៅជុំវិញគាត់ដើម្បីស្រូបជាមួយនឹងធម៌ពលរបស់វាហើយធ្វើជា stamina របស់ខ្លួនឯងដោយតែអ្នកនរគ្នាបានឃើញកន្លែងនេះចឹងគាត់វាយជាមួយនឹង Band របស់យើងហត់គឺគាត់គ្រាន់តែស្រូបជាមួយនឹងធម៌ពលនឹងម្ដុំខ្លួនរបស់គាត់ហ្នឹងគឺគាត់អាចប្រើជាមួយនឹងធម៌ពលទាំងអស់ហ្នឹងបានហើយដែលគាត់អត់មានហត់ទេដូចជានៅក្នុងអេពីសូត1នៅក្នុង Alien Force គឺយើងឃើញថាគាត់ហ្នឹងបានស្រូបជាមួយនឹងធម៌ពលរបស់ Charmcaster ហើយបន្ទាប់មកយកធម៌ពលហ្នឹងដើម្បីបើកជាមួយនឹង Portal ហើយធម៌ពលទាំងអស់ហ្នឹងគឺគាត់អាចប្រើនៅពេលណាក៏បានដែរអ្វីដែលសំខាន់មួយទៀតហ្នឹងធម៌ពល Anodai របស់គាត់ហ្នឹងគឺមានកម្លាំងខ្លាំងសូម្បីតែ Alien ដូចជា Humongousaur ហ្នឹងក៏គាត់អាចគ្រប់គ្រងបានដែរព្រោះឯភាគច្រើនយើងបានឃើញថាធម៌ពលរបស់ Humongousaur ហ្នឹងខ្លាំងប៉ុណ្ណាដូចជាពួក DNA Alien A1 គ្រាន់តែចូលមកដាក់តែពីបេដៃហ្នឹងក៏ពួកវាប៉ើងអស់ដែរហើយដូចជាសៀលឬក៏កន្លែងដែលគេបានដាក់ជាមួយនឹង Alien Dagon ដែលគេនិយាយថាគេជាស្ដេច Alien ហ្នឹងក៏វ៉ែតរបស់យើងអាចបើកបានទៀតដែល Vigate នឹងបាននិយាយថាបើសិនជាកន្លែងហ្នឹង Kevin របស់យើងនឹងអត់អាចជួយជាមួយនឹង Kawan របស់យើងទេ Kawan របស់យើងនឹងខ្លាចទៅជា Evil Kawan ហើយស្ដាប់ជាមួយនឹង Dagon ហើយមិនត្រឹមតែប៉ុណ្្នឹងទេ Kawan របស់យើងនឹងអាចសម្លាប់ជាមួយនឹង Band ជាមួយនឹង Kevin ហ្នឹងដោយងាយស្រួលខ្លាំងមែនតើបើសិនជា Band របស់យើងអត់បានប្រែកាឡាទៅជា Alien X
បើថាមពលមួយទៀតវិញគឺថាមពលរបស់កវ៉ាន់ផ្ទាល់ហ្មងគឺថាមពល teleport ទោះបីជាកវ៉ាន់អត់បានប្រើថាមពលខ្លួនឯង 100% ក៏នៅតែ teleport បានគ្រាន់ថានៅពេលដែល teleport នឹងរៀងអស់កម្លាំងតែប៉ុណ្្នឹងទេហើយអ្វីដែលខ្លាំងមួយទៀតនឹងនៅពេលដែលកវ៉ាន់របស់យើងចង់ដើររកជាមួយនឹងគេនឹងគ្រាន់តែប្រើថាមពល mana នឹងក៏កវ៉ាន់អាចដឹងថាគេនៅកន្លែងណាដែរប៉ុន្តែកវ៉ាន់របស់យើងនៅពេលដែលធំឡើងនៅក្នុង Omniverse នឹងគឺយើងឃើញថាកវ៉ាន់នឹងអាចបង្កើតជាមួយនឹង form ថ្មីរបស់គាត់បានទោះបីជាកម្លាំងថាមពលរបស់គាត់នឹងអត់បាន 100% ក៏ដោយក៏គាត់អាចប្រើជាមួយនឹងថាមពលបានខ្លះៗដែរហើយមួយទៀតអ្វីដែលយើងគួរតែដឹងនឹងកវ៉ាន់របស់យើងនឹងគឺអាចប្រើជាមួយនឹង spell ឬក៏អាចប្រើជាមួយនឹងវេទមន្តបានទៀតដែលវេទមន្តទាំងអស់ហ្នឹងមានដូចជាប្រើថាមពលឲ្យផ្កាដុះឡើងប្រើថាមពលឆ្លងពេលវេលាបាញ់ជាមួយនឹងធាតុទាំង5ទាំងអស់គ្នាមិនថាភ្លើងមិនថាខ្យល់មិនថាទឹកមិនថាដីដោយសារតែអ្នកទាំងអស់គ្នាដឹងហើយថានៅក្នុងភពរបស់ Venten ហ្នឹងក្នុងរបស់អីក៏ដោយក៏វាមានថាមពលរបស់ខ្លួនដែរឬក៏ Life Force ហ្នឹងដែល Space ឆ្លងពេលវេលាហ្នឹងគឺយើងបានឃើញតែម្ដងផ្គត់នៅពេលដែល Gwen របស់យើងនឹងចង់ជួយជាមួយនឹង Kevin កុំឲ្យជាប់ stuck ជាមួយនឹងថាមពល Newton របស់គាត់ហើយមួយទៀតហ្នឹងដែលខ្ញុំភ្លេចហ្នឹងអ្នកទាំងអស់គ្នាគឺគាត់នឹងអាច heal ជាមួយនឹងរបួសបានចឹងបើណាគេត្រូវការរបួសឬក៏ជាប់ជាមួយនឹងរបួសអី Gwen របស់យើងនឹងគឺអាចប្រើថាមពលរបស់ខ្លួននឹងដើម្បីធ្វើឲ្យគេនឹងជាសះស្បើយឡើងវិញទៀតនិយាយទៅបើបូកចូលគ្នាទៅថាមពលរបស់ Gwen ហ្នឹងគេនិយាយថា infinite ឬក៏យើងអាចនិយាយថារាប់អត់កើតទេអាហ្នឹងវាចង់ដូចជាមួយនឹង character ឬក៏តួអង្គនៅក្នុង game ដែលលក្ខណៈថាចេះមកចាប់អ្នកទាំងគ្នាចេះ heal ផងចេះប្រែកាយផងចេះបំបែកខ្លួនទៀតអានេះឧទាហរណ៍ណាដែល Gwen របស់យើងនឹងខ្លាំងប៉ុណ្ណឹងហើយជួបជាមួយនឹង Gwen ដែលចេះប្រើជាមួយនឹងនីលការបស់ Gwen ហើយមាននីលកានឹងទៀតអញ្ចឹង Gwen របស់យើងនឹងបើតាក់តងវាយជាមួយនឹង Gwen នឹងគឺវាយអត់ឈ្នះហ្មងអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងហើយបើអ្នកទាំងអស់គ្នាចង់ support អីនេះគឺជា ABA របស់ខ្ញុំហើយអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលមើលវីដេអូខ្ញុំរហូតមកអ្នកទាំងអស់គ្នានិយាយថា channel របស់ខ្ញុំបង្កើតមកហ្នឹងគឺដំបូងហ្នឹងបង្កើតលេងតែដល់ពេលឥឡូវហ្នឹងគឺ view របស់យើងហ្នឹងគឺឡើងយ៉ាងតិចណាស់ក៏ 10k រាល់វីដេអូហ្មងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដែលគាត់មើលវីដេអូខ្ញុំដល់ចប់ដល់ប៉ុណ្្នឹងហើយអញ្ចឹងខ្ញុំក៏មានសំណួរសួរទៅកាន់អ្នកទាំងអស់គ្នាវិញដែរចាប់ទុកថាវាគឺជា survey តិចតួចហើយនេះសម្រាប់អ្នកទាំងអស់គ្នាដែលគាត់អត់ទាន់ដឹងខ្ញុំគឺចូលចិត្តជាមួយនឹង anime ជាមួយនឹងតុក្កតាច្រើនខ្លាំងមែនតើអញ្ចឹងបើអ្នកទាំងអស់គ្នាមានសំណួរឬក៏ចង់មានតុក្កតាអីឲ្យខ្ញុំនិយាយបន្តឬក៏ anime អីខ្ញុំនិយាយបន្តអ្នកទាំងអស់គ្នាអាច comment បានបើសិនជាខ្ញុំអាចធ្វើវីដេអូបានខ្ញុំនឹងធ្វើវីដេអូអ្នកទាំងអស់គ្នាមើលតទៀតហើយវីដេអូទាំងអស់របស់ខ្ញុំនឹងគឺខ្ញុំតែងតែអាន comment អ្នកទាំងអស់គ្នាជានិច្ចបើសិនជាអ្នកទាំងអស់គ្នាណា request ឲ្យអត់ទាន់ឃើញជាមួយនឹងវីដេអូរបស់ខ្ញុំចេញខ្ញុំអាចរបៀបថាខ្ញុំកំពុងតែ edit ឬក៏មួយទៀតហ្នឹងគឺដោយសារតែវីដេអូហ្នឹងគឺខ្ញុំធ្វើអត់កើតហ្មងដូចជាអ្នកនរគ្នាចង់សម្រាយឲ្យ anime ដែលខ្ញុំអត់ដែរមើលអញ្ចឹងអាចរបៀបថាពេលដែលខ្ញុំសម្រាយទៅវាអត់ល្អអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាទៅមើល anime ហ្នឹងឡើងវិញឬក៏ទៅមើលជាមួយនឹង anime ហ្នឹងឲ្យបានប្រកបសិនថាខ្ញុំអាចសម្រាយឲ្យអ្នកនរគ្នាបានអត់ហើយមួយទៀតហ្នឹងគឺបើសិនជាខ្ញុំនឹងផុសលាយជាមួយនឹង content Mobile Legends តិចតួចអីអ្នកនរគ្នាអាចមើលជាមួយនឹងវីដេអូរបស់ខ្ញុំបានអត់បើសិនអ្នកនរគ្នាអត់ចង់មើលអីក៏ខ្ញុំអត់ផុសដែរតែបើអ្នកនរគ្នាគិតថាអាចមើលបានអញ្ចឹងខ្ញុំនឹងផុសឲ្យអ្នកនរគ្នាមើលដូចគ្នាអញ្ចឹងអត់មានអីច្រើនទេអ្នកនរគ្នាអរគុណអ្នកនរគ្នាខ្លាំងមែនតើGoodbye and good luck.